អូសួស្តីសត្វខ្លាហេតុអ្វីបានជាអ្នកនៅទីនេះអើយមនុស្សលោកសូមជួយខ្ញុំផងណាខ្ញុំប្រមាញ់ចំណីដើម្បីយកទៅឲ្យកូនតូចរបស់ខ្ញុំឆៃតែមិនបានប្រយ័ត្នខ្ញុំក៏ត្រូវបានដុំថ្មសង្កត់ពីលើទៅពេលនេះសូមមនុស្សលោកជួយខ្ញុំផងចាំខ្ញុំផ្ដល់កំណប់ដល់អ្នកពេលនោះអ្នកទាំងពីរបំរុងនឹងកាប់ដើមឈើទៅហើយស្រាប់តែសត្វខ្លាក៏បានលេចចេញមកអីចំក្តំឆែបអីខ្លាមកពីណាទៅធំម្ល៉េះវើយណែអាសម្លាញ់អញគិតថាដូចជាមិនស្រួលទេខ្លានេះធំសម្បំណាស់យើងពីរនាក់ក៏មិនចាត់កាពៀវាដែរយើងគួរតែថយចេញទៅការដើមឡើយមានបរិសុទ្ធពីរនាក់គឺជាមិត្តនឹងគ្នាពួកគេទាំងពីរនាក់គឺជាអ្នករកឃ្មុំរាល់ថ្ងៃគេតែងតែដើរចូលទៅក្នុងព្រៃដើម្បីរកឃ្មុំយកទឹករបស់វាទៅលក់ដើម្បីបានប្រាក់កុសលថ្ងៃនេះឯងទៅរកឃ្មុំនៅឯណាទៀតទៅបើនៅព្រៃចិត្តនេះយើងដើររកអស់ហើយនឹងមានអីទៅពិបាកយើងស្វែងរកក្នុងព្រៃជ្រៅជាងមុនបន្តិចទៅព្រោះថានៅក្នុងស្រុកនេះណាសម្បូរដើមឈើខ្លាំងណាស់អញ្ចឹងហើយមិនខ្វះទេឃ្មុំនោះវាដូចអ្វីដែលឯងនិយាយមែនប៉ុន្តែ 3-4 ថ្ងៃមកនេះយើងពិបាករកឃ្មុំខ្លាំងណាស់ជីអាប្រុញដោយសារតែវាធ្វើសម្បុកមិនតាន់ហើយនឹងណាតោះមិននិយាយតប៉ែច្រើនអីទេពួកយើងឆាប់ចូលទៅក្នុងព្រៃទៅក្រោយពីនិយាយហើយពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរចេញទៅកុសលយើងដើរមកឆ្ងាយដែរហើយនៅតែមិនតាន់ឃើញឃ្មុំទៀតតើយើងគួរតែធ្វើយ៉ាងម៉េចយើងដើរទៅមុខទៀតទៅក្រែងនៅខាងមុខមានសម្បុកឃ្មុំណាឯងនេះសួរច្រើនមែនវ៉ៃអញ្ចឹងក៏បានដែរតោះយើងដើរទៅមុខទៀតទៅអញ្ចឹងណែអាប្រុញឯងកុំបារម្ភពេកអីណាបើសិនជាយើងរកឃ្មុំមិនបានទេយើងបដូរមុខរបរតែម្ដងទៅចុំអីតើមុខរបរអ្វីទៅអានេះឯងឃើញទេនៅក្នុងព្រៃនេះណាសម្បូរដើមឈើខ្លាំងណាស់ហើយដើមឈើនៅទីនេះគឺល្អទៀតផងយើងស្គាល់ឈ្មោះជាច្រើនបើសិនជាយើងកាប់ឈើហើយយកទៅលក់នោះពួកយើងប្រកាសជាចំណេញបានប្រាក់ច្រើនទ្វេដងឯណោះឯងយល់យ៉ាងណាដែរអានេះគំនិតឯងពិតជាល្អមែនដើមឈើនៅទីនេះគឺច្រើនខ្លាំងណាស់យើងកាប់យកទៅលក់ក៏មិនដោះដែរកុសលឯងនេះពិតជាប្រកែរោគនឹកមែនវ៉ៃកុសលនិងនេប្រុញពួកគេបានស្វែងរកឃ្មុំតាំងពីព្រឹករហូតដល់ថ្ងៃរសៀលទៅហើយក៏បានចូលមកព្រៃកាន់តែជ្រៅទៀតប៉ុន្តែពួកគេនៅតែរកឃ្មុំមិនបានជាហេតុធ្វើឲ្យពួកគេអស់សង្ឃឹមយ៉ាងខ្លាំងបន្ទាប់មកអ្នកទាំងពីរក៏បានបដូរវិធីសាស្ត្រដោយការកាប់ឈើយកទៅលក់ឲ្យឈ្មួញម្ដងនៅជិតព្រៃនោះក៏មានភូមិតូចមួយដែលមានមនុស្សរស់នៅមិនច្រើនប៉ុន្មានអ្នកនោះទេហើយនៅក្នុងភូមិនោះក៏មានគ្រួសារតូចមួយដែលមានសមាជិករស់នៅ2នាក់តែប៉ុណ្ណោះគឺមានម្ដាយចាស់ជរានិងកូនកំលោះសង្ហាម្នាក់ឈ្មោះវណ្ណដាកូនថ្ងៃនេះកូនទៅព្រៃដែរឬអត់បាទម៉ែកូនទៅតើម៉ែរៀបចំបាយទឹកហើយឬនៅម៉ែបានរៀបចំបាយទឹករួចរាល់អស់ហើយកូននៅពេលដែលកូនទៅព្រៃកូនត្រូវតែប្រយ័ត្នផងណាបាទម៉ែរឿងនេះខ្ញុំដឹងហើយសូមអ្នកម៉ែកុំបារម្ភអីវណ្ណដារាល់ថ្ងៃម៉ែសែនអាណិតកូនធ្វើស្រែចម្ការតែម្នាក់ឯងហើយនៅឆ្លិតចូលព្រៃដើម្បីរកអស់យកមកលួចផ្គត់ផ្គង់គ្រួសារយ៉ាងទៀតឲ្យម៉ែសំទោសណាកូនណែនេះបើសិនជាឪពុកកូននៅកូនប្រហែលជាមិនហត់បែបនេះទេខ្ញុំមិនអីទេម៉ែមានត្រឹមម៉ែនៅជាមួយខ្ញុំសប្បាយចិត្តណាស់ទៅហើយលោកពុកក៏ទៅបានសុខហើយខ្ញុំពិតជានឹកពុកខ្លាំងណាស់ម៉ែក៏នឹកឪឯងដែរឲ្យតែនឹកដល់រឿងនេះម៉ែសែនឈឺចាប់ណាម៉ែសូមម៉ែកុំពិបាកចិត្តអីកូននឹងធ្វើជាកូនល្អនឹងមើលថែរក្សាម៉ែឲ្យបានល្អជាទីបំផុតបើម៉ែចង់ហូបអ្វីម៉ែប្រាប់កូនមកចោះណាចាំកូនទៅរកឲ្យអ្នកម៉ែមិនអីទេមានត្រឹមតែកូននៅជាមួយម៉ែក៏សប្បាយចិត្តដែរកូនបាទម៉ែអញ្ចឹងខ្ញុំទៅព្រៃសិនហើយណាចាស់កូនថែរក្សាខ្លួនផងណាលុះវណ្ដាធ្វើដំណើរបានឆ្ងាយបន្តិចគេក៏បានជួបនឹងស្ដេចខ្លាមួយក្បាលវាមិនអាចតាណានោះទេក៏ព្រោះតែដុំថ្មដ៏ធំមួយបានសង្កត់ពីលើក្នុងរបរវាខ្លាមិនអាចតាណាបានឡើយវាឈឺចាប់ណាស់វាក៏បានស្រែកហៅជំនួយជួយផងអ្នកណាក៏បានដែរសូមជួយខ្ញុំផងពេលនេះដុំថ្មដ៏ធំវាសង្កត់នៅលើក្នុងរបស់ខ្ញុំទៅហើយខ្ញុំទៅណាមិនរួចទេខ្ញុំមានកូនតូចៗដែលត្រូវមើលថែបើខ្ញុំស្លាប់បាត់ទៅពួកគេនឹងលំបាកជាមិនខានហើយពួកគេនឹងអត់មានអាហារឆីនោះទេអ្នកណាក៏បានដែរសូមជួយខ្ញុំផងសួស្តីសត្វខ្លាហេតុអ្វីបានជាអ្នកនៅទីនេះ
មនុស្សលោកសូមជួយខ្ញុំផងណាខ្ញុំប្រមាញ់ចំណីដើម្បីយកទៅឲ្យកូនតូចៗរបស់ខ្ញុំឆៃតែមិនបានប្រយ័ត្នខ្ញុំក៏ត្រូវបានដុំថ្មសង្កត់ពីលើទៅពេលនេះសូមមនុស្សលោកជួយខ្ញុំផងចាំខ្ញុំផ្ដល់កំណប់ដល់អ្នកខ្ញុំមិនត្រូវការកំណប់អ្វីទេខ្ញុំពិតជាអាណិតអ្នកណាស់ព្រោះអ្នកមានកូនតូចៗដែលត្រូវមើលថែវណ្ដាអាណិតសត្វខ្លានេះយ៉ាងខ្លាំងបន្ទាប់មកវណ្ដាក៏បានជួយសត្វខ្លានោះបានដោយជោគជ័យហើយសត្វខ្លាក៏បានខ្ជាក់កណ្ដឹងឲ្យទៅវណ្ដាខ្ញុំអរគុណអ្នកណាស់នៅពេលដែលអ្នកត្រូវការខ្ញុំអ្នកក៏វិកណ្ដឹងនេះចោះពេលនោះខ្ញុំនឹងមកជួយអ្នកហើយបន្ទាប់ពីនិយាយរួចសត្វខ្លាក៏បានទៅកន្លែងរបស់វាបាត់ទៅវណ្ដាវិញគេក៏បានយកកណ្ដឹងនោះហើយក៏បន្តដំណើរទៅមកអាប្រុញដើមឈើនេះហេតុអ្វីក៏ល្អម្ល៉េះវាធំហើយខ្ពស់ល្អទៀតបើរកខ្មុំមិនបានក៏បានឈើបនិតដែរវើយមានហើយសម្លាញ់បើយើងកាប់វាយើងនឹងចំណេញបានប្រាក់ច្រើនតោះសម្លាញ់យើងកាប់វាឲ្យលឿនទៅឈប់សិនកុសលអាហាររបស់យើងអស់ហើយទឹកក៏អស់ទៀតយើងទុកវានៅទីនេះសិនហើយចាំថ្ងៃស្អែកចាំយើងមកកាប់វាអាប្រុញឯនេះចាប់មានត្មងហេតុអ្វីក៏មិនដាក់អាហារមកឲ្យច្រើនមកអានេះបើអញ្ចឹងក៏បានដែរណាផ្ចត់ទុកសិនចុះអាដើមឈើធំហើយថ្ងៃស្អែកចាំជួបគ្នាវើយបន្ទាប់ពីនិយាយហើយពួកគេទាំងពីរនាក់ក៏បានត្រឡប់មកផ្ទះវិញពេលនេះខ្ញុំជួបអាសន្នធំហើយអ្នករកឃ្មុំគេចង់កាប់ខ្ញុំតើអ្នកដាអាចជួយខ្ញុំបានទេសួស្ដីដើមឈើតើអ្នកពិបាកใจរឿងអ្វីដែរទៅអ្នកកំឡោះអើយពេលនេះមានមនុស្សចង់កាប់ខ្ញុំសូមអ្នកជួយខ្ញុំផងហេតុអ្វីបានជាគេចង់កាប់អ្នកសំខាន់ខ្លាំងណាស់ចំពោះផែនដីនេះគេចង់កាប់ខ្ញុំយកទៅលក់ឲ្យឈ្មួញតើអ្នកកំឡោះអាចជួយខ្ញុំបានទេដើមឈើតើគេនឹងមកកាប់អ្នកនៅពេលណាដែរណែរឿងនេះខ្ញុំបានលើពួកគេនិយាយថានៅថ្ងៃស្អែកគេនឹងមកកាប់ខ្ញុំហើយខ្ញុំសន្យាថានឹងជួយការពារអ្នកព្រោះអ្នកគឺជាខ្យល់ដង្ហើមនៃផែនដីរបស់យើងខ្ញុំមិនអនុញ្ញាតឲ្យគេបំផ្លាញអ្នកឡើយលុះស្អែកឡើងមកដល់យើងបានមកដល់ហើយឯងត្រៀមខ្លួនងាប់ឲ្យហើយទៅអាដើមឈើធំយើងនឹងយកឯងទៅលក់ហើយយើងប្រកាសជាបានប្រាក់ច្រើនមេដៃអាប្រុញឯដើមឈើនេះពិនិត្យខ្លាំងណាស់ឈ្មួញនឹងឲ្យតម្លៃថ្លៃជាមិនខានមើលទៅសំណាងរបស់យើងបានមកដល់ហើយយើងនឹងខ្លាយទៅជាអ្នកមានបានហើយកុំនិយាយតប៉ែច្រើនអីណាយើងឆាប់ចាប់ផ្ដើមកាប់វាតែម្ដងទៅពេលនោះអ្នកទាំងពីរបំរុងនឹងកាប់ដើមឈើទៅហើយស្រាប់តែសត្វខ្លាក៏បានលេចចេញមកចំក្តំឆែបអីខ្លាមកពីណាទៅធំម្ល៉េះវើយណែសម្លាញ់អញគិតថាដូចជាមិនស្រួលទេខ្លានេះធំសម្បំណាស់យើងពីរនាក់ក៏មិនចាត់កាពីវាដែរយើងគួរតែថយចេញទៅសម្លាញ់យើងបំពេញកន្លែងគេហើយនេះអាចជាកន្លែងរបស់ស្ដេចខ្លាយើងឆាប់រត់ចេញទៅរត់ទៅមែនហើយរត់ទៅអាប្រុញរត់ទៅអ្នកទាំងពីរក៏បានរត់ដូចគ្មានងាកក្រោយឡើយព្រោះគេភ័យនឹងស្ដេចខ្លាខ្លាំងណាស់ហើយលែងហ៊ានមកបំផ្លាញព្រៃឈើតទៅទៀតខ្ញុំអរគុណណាស់ខ្លាដែលអ្នកបានជួយខ្ញុំកំឡោះតូចអ្នកក៏ធ្លាប់ជួយខ្ញុំដែរអ្នកគឺជាមិត្តដ៏ល្អចំពោះខ្ញុំដូច្នេះខ្ញុំត្រូវតែដឹងគុណអ្នកវាជាបទពិសោធន៍ថ្មីមួយក្នុងជីវិតដើមឈើធំពេលនេះអ្នកមានសុវត្ថិភាពហើយខ្ញុំពិតជាអរគុណអ្នកទាំងពីរណាស់ទាំងស្ដេចខ្លានិងអ្នកកំឡោះបើសិនជាគ្មានអ្នកទាំងពីរទេខ្ញុំប្រហែលជាស្លាប់បាត់ទៅហើយណែខ្ញុំមានអំណោយខ្លះជូនអ្នកកំឡោះនេះគឺជាហបមានគឺជាសគុណដែលអ្នកបានជួយខ្ញុំវាពិតជាល្អណាស់ដើមឈើធំខ្ញុំអរគុណអ្នកហើយខ្ញុំនឹងធ្វើផ្ទះធំនៅហើយយកប្រពន្ធស្អាតម្នាក់រស់នៅជាមួយនឹងម្ដាយរបស់ខ្ញុំក្រោយមកទៀតពួកគេទាំង3នាក់ក៏បានក្លាយទៅជាមិត្តសម្លាញ់នឹងគ្នាហើយវណ្ដាគេក៏បានយកមាសប្រាក់ដែលដើមឈើធំឲ្យតាគេនោះយកទៅធ្វើផ្ទះដ៏ធំនិងបានដណ្ដឹងនារីដ៏ស្រស់ស្អាតម្នាក់ធ្វើជាប្រពន្ធទៀតផង